ជាលើកទី2ហើយដែលយើងមានការរៀបចំវេកខ្ចប់បំបុកជាមួយនឹងលោកខ្ញីដែលការពីលើកទី1យើងទទួលបានជាង 8,500 កំប៉ុងដែលការហ្នឹងគឺយើងបានរៀបចំបានមកដំណាក់កាលហើយទៅកាន់បងនៅតាមជំរំភាសាផ្សេងហើយក៏បានយកទៅកាន់បងកងកម្លាំងខ្លះដែរសម្រាប់បំបុកយើងមានចំនួន2តោនដដែលហើយសម្រាប់នំខ្ញីយើងមានចំនួន1តោនហើយឆ្លៀតក្នុងឱកាសនេះដែរក៏សូមថ្លែងអំណរគុណទៅដល់បងដែលបានចូលរួមទាំងអស់គ្នាទី1គឺសសរកវិស័យគ្រួសារសសរកនៅតែបន្តរួបរวมគ្នាលើសពីនេះទៀតយើងនឹងមានយុវជនស្ម័គ្រចិត្តដែលគាត់មកជាមួយយើងទាំងពីរលើកអ្នកខ្លះគឺលើកទី2ហើយដែលបានចូលរួមជាមួយពួកយើងអញ្ចឹងការចូលរួមដែលជាស្មារតីរបស់ពួកគាត់នៅក្នុងការផ្សារភ្ជាប់គឺពិតជាសំខាន់ហើយបើសិនជាមិនមានពួកគាត់ទេបុក2តោនហ្នឹងក៏បានចូលមកក្នុងកំប៉ុងនំខ្ញី1តោនក៏បានចូលក្នុងកំប៉ុងដែរសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីយ៍កម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដែលមានជំនឿទុកចិត្តខ្ពស់បំផុតហើយដោយសារតែយើងឃើញនៅស្នាមញញឹមក៏ដូចជាភាពសប្បាយរីករាយក៏ដូចជាការសាទរក៏ដូចជាការអរគុណរបស់ពួកគាត់ទៅលើការផ្សារភ្ជាប់របស់ពួកយើងដែលយើងចង់ចូលរួមមកសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយពួកគាត់អញ្ចឹងយើងក៏បានគិតថាយើងនឹងរៀបចំជាលើកទី2ម្ដងទៀតនៅក្នុងការរៀបចំបរិមាណដូចគ្នាដែរបងហើយយើងក៏នឹងមានរៀបចំជាបន្តទៀតហើយនៅថ្ងៃកម្មវិធីផ្ទាល់ក៏នឹងនៅបន្តរៀបចំដែរដើម្បីយើងអាចនៅតែបន្តផ្សារភ្ជាប់ជាមួយនឹងបងប្អូនជនភៀសក៏ដូចជាបងប្អូនកងកម្លាំងបងខ្ញុំសម្រាប់ខ្ញុំយល់ឃើញថាល្អមែនទែនដែលថ្នាក់ដឹកនាំសសយកលោកបានដូចផ្ដើមរៀបចំកម្មវិធី10000កម្មាហើយថែមទាំងមករៀបចំខ្ចប់ជាមួយបុកហើយនឹងនំខ្ញីគឺល្អមែនទែនដែលយើងបានយកទៅជូនវគ្គមុនដូចជាយើងយកទៅជូនជាមួយជនភៀសហើយវគ្គនេះគឺយើងយកបានទៅជាមួយនឹងវគ្គកងទ័ពជួរមុខមកចាឃើញប្រកាសឲ្យស្ម័គ្រចិត្តមកហ្មងព្រោះថាឮសូរថាវិច្ចខ្ចប់ជូនបងកងទ័ពអញ្ចឹងគឺមកឲ្យទឹកចិត្តតែម្ដងចាគឺជារូបភាពល្អចាការដឹកនាំរបស់បងប្រធានគឺល្អគឺធ្វើឲ្យយើងមានសាមគ្គីភាពគ្នាក្នុងនាមយើងនៅខាងក្រៅយើងអាចជួយអីបានទេអញ្ចឹងអ្វីដែលយើងអាចជួយបានគឺមានតែវិច្ចខ្ចប់ស្បៀងជូនបងជួរមុខចំពោះខ្ញុំផ្ទាល់ក្នុងការចូលរួមកម្មវិធីនេះដើម្បីជាស្មារតីមួយនៅជាមួយកងទ័ពនិងបងប្អូនជនភៀសនេះជាការខ្ចប់បុកហើយនឹងនំខ្ញីបាទដើម្បីជូនទៅកាន់ពួកគាត់វាជាសារៈសំខាន់មួយដើម្បីឲ្យបង្ហាញពីស្មារតីការស្រឡាញ់ការយកចិត្តទុកដាក់ចំពោះពួកគាត់ហ្នឹងបងបាទការចូលរួមរបស់យុវជនស្ម័គ្រចិត្តនឹងក្រុមការងារដៃគូសហការដែលជាវិស័យជនអាជីវករ supplier ទាំងអស់ដែលជាអ្នកផ្គត់ផ្គង់sticker មួយនឹងកំប៉ុងគាត់ក៏បានចូលរួមយ៉ាងសកម្មជាមួយនឹងការរៀបចំរបស់យើងដែរដែលបង្ហាញពីស្មារតីចូលរួមគ្រប់ស្រទាប់កសិកម្មសង្គមរបស់យើងទាំងអស់ដែលបងដែលគាត់ជាអាជីវករហ្នឹងពេលដែលយើងប្រាប់ថាបងពួកខ្ញុំខ្វះកំប៉ុងហើយគាត់សុខចិត្តបើកឃ្លាំងឲ្យពួកយើងទៅយកទាំងល្ងាចទាំងយប់ក៏បានដែរ sticker print ដល់ម៉ោង11 12យប់អញ្ចឹងខ្ញុំគិតថាពេលខ្លះអានេះវាលើសពីគ្រាន់តែបានថវិកាចំពោះពួកគាត់ប៉ុន្តែជាស្មារតីចូលរួមជាមួយពួកយើងដើម្បីពួកយើងអាចសម្រេចនូវគោលបំណងរួមនៅក្នុងការផ្សារភ្ជាប់ជាមួយនឹងបងជនភៀសក៏ដូចជាបងកងកម្លាំងអញ្ចឹងលើសពីត្រឹមបំបុកជាមួយនឹងនំខ្ញីសហភាពសហព័ន្ធយុវជនកម្ពុជានៅក្នុងព្រឹត្តិការណ៍នគរសង្គ្រាមមានការផ្សារភ្ជាប់ជាច្រើនជាមួយនឹងបងកងកម្លាំងក៏ដូចជនភៀសយើងមានការវេកខ្ចប់យើងមានការសរសេរបានជូនពរក៏ដូចជាសកម្មភាពជាច្រើនផ្សេងទៀតដែលយើងបានរៀបចំដែលចង់សល់បញ្ជាក់ថាពួកគាត់មិនឯកាយើងតែងតែនៅក្បែរពួកគាត់ទាំងបងជនភៀសបងកងកម្លាំងស្មារតីជាតិនិយមមួយដែលថាយើងជាវរៈកងទ័ពជួរក្រោយមិនបោះបង់មិនបំភ្លេចវរៈកងទ័ពជួរមុខហើយនៅតែលើកទឹកចិត្តហើយនៅតែពូនផ្ដុំគ្នាសាមគ្គីគ្នាជាកម្លាំងជាការជួយជំនួយដែលអត់ឈប់ឈរទៅកាន់វរៈកងទ័ពជួរមុខជាកម្លាំងចិត្តដ៏ធំធេងមែនតើសម្រាប់ខ្ញុំសូមជូនទៅដល់លើកទឹកចិត្តដល់យុវជនយើងទាំងប្រុសទាំងយុវជនទាំងយុវតីទាំងអស់សូមចូលរួមជួយវិច្ចខ្ចប់និងជួយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានក្នុងការយើងផ្ដល់ជូនជាស្បៀងឬក៏ជាសម្ភារៈឬក៏ជាស្មារតីជាតិនិយមកម្លាំងកាយចិត្តប្រាជ្ញាស្មារតីណាមួយទៅដល់វរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីthamភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជា
ទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69